ជប៉ុនចាប់ដៃកូរ៉េខាងត្បូងដំឡើងសាច់ដុំដាក់មហាយៈចិនជាមួយនឹងភាពតានតឹងខាងភូមិសាស្ត្រនយោបាយនិងយោធាកាន់តែតានតឹងខ្លាំងឡើងជាមួយនឹងមហាយៈចិននោះមេដឹកនាំជប៉ុននិងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់សហរដ្ឋអាមេរិកបានចាប់ដៃគ្នាជាមួយការដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិសារព័ត៌មាន Kyodo News បានផ្សាយកាលពីព្រឹកថ្ងៃអង្គារទី13ខែមករាឆ្នាំ2026ថាលោកស្រីសាណេតាកៃឈីនាយករដ្ឋមន្ត្រីជប៉ុននិងលោកលីជេមយ៉ុងត្រូវរំពឹងទុកពីការប្រឹងប្រែងគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខគណៈរដ្ឋាភិបាលក្រុងតូក្យូប្រជុំមុខជាថ្មីចំពោះការរឹតបន្តឹងរបស់ចិនទៅលើការនាំចេញសំខាន់ដ៏មានសក្តានុពលដោយរាប់បញ្ចូលទាំងរ៉ែកម្រផងដែរបើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រុងតូក្យូបានឲ្យដឹងថាមេដឹកនាំកម្ពុជារបស់ជប៉ុននិងកូរ៉េខាងត្បូងបានជួបគ្នានៅក្នុងទីក្រុងណារ៉ាដែលជាទីកំណើតរបស់លោកស្រីតាកៃឈីដោយសន្យាថានឹងបន្តធ្វើទស្សនកិច្ចទៅវិញទៅមកនៅកម្រិតកិច្ចប្រជុំកំពូលនិងអភិវឌ្ឍទំនាក់ទំនងក្នុងលក្ខណៈតម្រង់ទិសនិងស្ថិរភាពនាពេលអនាគតលោកស្រីតាកៃឈីនិងលោកលីក៏ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកាន់តែជិតស្និទ្ធទ្វេភាគីនិងត្រីភាគីជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយកម្មវិធីអភិវឌ្ឍមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើងភាពតានតឹងកាត់ទូតរវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងក្រុងតូក្យូបានកើតឡើងក្រោយពេលលោកស្រីនាយករដ្ឋមន្ត្រីតាកៃឈីបានថ្លែងទៅកាន់សភាជប៉ុនអំពីការប្រើប្រាស់កម្លាំងយោធារបស់រដ្ឋាភិបាលរបស់លោកស្រីចូលអន្តរាគមន៍នៅក្នុងករណីចិនវាយលុកឈ្លានពានដោយយោធាទៅលើកោះតៃវ៉ាន់ការលើកឡើងរបស់លោកស្រីបាននាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុងប៉េកាំងជាមួយនឹងប្រតិកម្មដ៏ខ្លាំងក្លានោះចិនរារាំងដល់ការផ្គត់ផ្គង់រ៉ែដ៏កម្រដល់ជប៉ុនដែលមានតម្រូវការខ្លាំងរហូតមកដល់ពេលនេះចិននៅតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនមិនអាចបំបែកបានហើយក៏មិនធ្លាប់ច្រានចោលអំពីការប្រើប្រាស់កម្លាំងយោធានៅក្នុងការរឹបអូសដែនកោះមួយនេះយកមកគ្រប់គ្រងវិញនោះឡើយលោកបេណយហាឌីឆាត្រានអ្នកជំនាញខាងភូមិសាស្ត្រនយោបាយអាស៊ីបូព៌ាមកពីសាកលវិទ្យាល័យ Temple នៅក្នុងទីក្រុងតូក្យូបានលើកឡើងថាភូមិសាស្ត្រនយោបាយក្នុងតំបន់ដ៏តានតឹងអាចផ្ដល់កម្លាំងចលករដល់លោកស្រីតាកៃឈីនិងលោកលីសម្រាប់ការកសាងទំនាក់ទំនងឲ្យកាន់តែរឹងមាំបន្ថែមទៀតអ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះបានបញ្ជាក់ថានៅពីក្រោយការពិភាក្សាទ្វេបិទរវាងមេដឹកនាំទាំងពីរនោះប្រកាសជានឹងពិភាក្សាអំពីវិបត្តិជប៉ុនចិននាពេលបច្ចុប្បន្នដោយសារវិធានការសងសឹករបស់ក្រុងប៉េកាំងរួមទាំងការគ្រប់គ្រងលើការនាំចេញហើយវានឹងមានផលប៉ះពាល់ដល់ប្រទេសកូរ៉េខាងត្បូងផងដែររហូតមកដល់ពេលនេះចិននៅតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួនមិនអាចបំបែកបានហើយក៏មិនធ្លាប់ច្រានចោលអំពីការប្រើប្រាស់កម្លាំងយោធានៅក្នុងការរឹបអូសដែនកោះមួយនេះយកមកគ្រប់គ្រងវិញនោះឡើយ